សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ម៉ូតូ Cross RA ហើយនៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់និយាយពីបញ្ហា air ម៉ូតូបន្តិចដោយសារតែ air ក៏វាសំខាន់ដែរសម្រាប់ម៉ូតូហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ប្រើប្រាស់ម៉ូតូ Exciter គឺដល់ពេលយូរទៅគឺម៉ូតូ Exciter របស់គាត់គឺរត់បានដល់130ជាងអីទេគឺរត់បានត្រឹម110 115 117អីចឹងតាមខ្ញុំសង្កេតមើលដូចជាមានច្រើនដែរហើយថ្ងៃនេះគឺខ្ញុំចង់និយាយបញ្ហាហ្នឹងបន្តិចនិយាយពី air ម៉ូតូ Exciter គឺវាអត់មែននិយាយទេគឺវាមានកន្លែងនេះបាំងមួយហើយអ្នកនរគ្នាអាចឃើញ air នៅខាងក្នុងExciter របស់ខ្ញុំគឺខ្ញុំទិញយូរដែរហើយខ្ញុំជិះបានជាង 30000 គីឡូប៉ុន្តែល្បឿនរបស់វានិយាយអស់ទៅរងថ្ងៃគឺវាអាចរត់ដល់137ហើយនឹង air នេះមួយដែរខ្ញុំនិយាយអានេះសិនហើយចាំនិយាយអានេះក្រោយដោយសារតែខ្ញុំ air របស់ខ្ញុំគឺដំបូងវាមានអ្នកនរគ្នាបើកមកវាមានគីឡូមានពងវាច្រើនហើយនឹងair ខាងក្នុងគឺវាមានស្ទះដែកមួយទៀតប៉ុន្តែខ្ញុំគឺខ្ញុំកាត់ស្ទះចោលហើយខ្ញុំដកកន្លែងនេះចេញគាត់ថាដល់ពេលយើងអញ្ចឹងទៅវាអាចជាច្រឡំចាក់សាំងអីអ្នកនរគ្នាបាទដោយសារតែបង LP ម៉ូតូផាត់គឺគាត់ធ្លាប់មានប្រវត្តិហើយដោយសារតែមានអ្នកចាក់សាំងគាត់ស្មារតីកន្លែងចាក់សាំងចាក់ចូលកន្លែងហ្នឹងតែម្ដងហើយអ្នកនរគ្នាសួរខ្ញុំថាម៉ូតូខ្ញុំលេងពងសំម៉ាំងលេងអីបានវាលឺប៉ុន្តែមិនមែនលឺណាអ្នកនរគ្នាវាមិនមែនលឺសំម៉ាំងហ្នឹងទេគេគាត់លឺកន្លែងហ្នឹងទេឥឡូវខ្ញុំមូលមើលហើយវាលឺព្រោះមែនទេវាអត់មែនលឺលក្ខណៈថ្លង់លក្ខណៈឲ្យវាលឺមិនប៉ិនសំម៉ាំងធម្មតាទេគាត់ថាចាំមើលសិនគាត់ថាចាំមើលខ្ញុំបិទកែបទៀតហើយនិយាយពីបញ្ហា air ហ្នឹងឧទាហរណ៍ថាបើម៉ូតូរបស់ពុកម៉ែបងប្អូនទាំងអស់គ្នារត់អត់រួចម៉ូតូរត់បានត្រឹម110ជាងអ្នកនរគ្នាអាចធ្វើតាមខ្ញុំនឹងបានគឺដោះ air ចេញដោះស្ទះ air ខាងក្នុងហ្នឹងវាមានដែកដោះដែកចេញទៀតដោះឲ្យប្រហោងយ៉ាងមកប៉ុន្តែអ្នកនរគ្នាពេលលាងទឹកលាងអីយកអីបិទវាយកកណាត់អីដាក់វាមកនេះកណាត់ហ្នឹងអីឧទាហរណ៍ថាកណាត់ហ្នឹងអ្នកនរគ្នាញុកវាញ៉េះមកបិទកែបឲ្យជិតហើយចាំលាងម៉ូតូហ្នឹងបានវាអត់អីហើយពេលយើងបិទញ៉េះទៅយើងជិះពេលមេភ្លៀងមេអីគឺអត់អីទេហើយសួរថាខូចម៉ូតូអត់ធ្វើអញ្ចឹងគឺខ្ញុំធ្វើអញ្ចឹងយូរដែរហើយគឺម៉ូតូខ្ញុំអត់ដែលមានបញ្ហាទេប៉ុន្តែ air ខ្ញុំអាសាដោះលាងអាសាដោះផ្លុំអាសាដោះមើលវារហូតខ្ញុំអត់មែនជិះរាប់ឆ្នាំបានមើលម្ដងទេគឺតែតិចគឺខ្ញុំដោះខ្ញុំដោះដើម្បីមើលវាសម្អាតវាកុំឲ្យមានខ្ទេចដីអីក្នុងហ្នឹងហើយវាធ្វើអញ្ចឹងទៅគឺឲ្យម៉ូតូយើងវាមូលមកកម្លាំងម៉ូតូវាមកដល់លេខ10នេះលឿនណាស់ម្ដងពេលយើងជិះអីយើងមូលទៅវាឆាប់កប់មូលទៅវាកប់បើអ្នកនរគ្នាដាក់ ECU ឲ្យទៀតគឺវាមូលដល់លេខ12នេះគឺលឿនមែនតើអញ្ចឹងគឺវាធ្វើឲ្យម៉ូតូយើងរត់បានរៀងស្ទុះជាងមុនដោយសារតែកម្លាំងម៉ាស៊ីនវាមកលឿនជាងមុនដោយសារតែវាអត់មានខ្យល់ទប់ស្ទះអីដូចមុនទៀតទេបាទហ្នឹងអ្នកនរចាំមើលគឺវាកម្លាំងម៉ាស៊ីនវាមកលឿនជាងធម្មតាហើយបើអ្នកនរគ្នាអត់ជឿអ្នកនរគ្នាអាចសាកមើលបានប៉ុន្តែមិនមែនធ្វើឲ្យម៉ូតូវាលឿនជាងមុនរត់ដល់140ជាងនេះអត់ទេគាត់ថាវាអាចជាដូចដើមអាចជាដូចពេលយើងទិញថ្មីអីម៉ូតូយើងរត់បាន130ជាងអញ្ចឹងវាអាចជាមកវិញបានខ្លះបាទអ្នកនរគ្នាប៉ុណ្ណឹងហើយមួយទៀតនិយាយពី air ម៉ូតូនេះខ្ញុំមួយដែរនិយាយពីពួកម៉ូតូញ៉េះម្ដងពួកម៉ូតូយើងអ្នកនរគ្នាធ្វើទៅអ្នកនរគ្នាថាម៉ូតូវាស្ទះវារត់អត់រួចវាស្ទះ air ស្ទះអីដោះចេញទៅក៏នៅដដែលឥឡូវខ្ញុំរកវិធីឃើញហើយការពិតអានេះខ្ញុំចេះតែធ្វើ style លេងទេហើយអ្នកនរគ្នាចង់ធ្វើ style មិនបានដែរប៉ុន្តែសម្រាប់ពួកម៉ូតូអញ្ចឹងម៉ូតូចាស់ដូចរបស់ខ្ញុំអញ្ចឹងកុំឲ្យវាខ្យល់ចូលច្រើនពេកអានេះប្រហោងវារៀងធំអ្នកនរគ្នាប្រហោងធំកន្លែងនេះធំដល់ពេលយើងប្រឆេះទៅគឺវាថប់មូលទៅដូចស្ទះ air អញ្ចឹងប៉ុន្តែដោយសារតែខ្យល់ចូលច្រើនពេកហ្នឹងសម្រាប់ម៉ូតូហ្នឹងដល់ពេលអញ្ចឹងទៅគឺខ្ញុំធ្វើកន្លែងរ៉ូម៉ាណេមួយតែកាលណាវារៀងស្ទះគឺខ្ញុំរៀងបិទចេះបន្តិចដល់កាលណាវាអត់ស្ទះគឺខ្ញុំបើកចេះបន្តិចហ្នឹងសម្រាប់ម៉ូតូហ្នឹងហើយអ្នកនរគ្នាអាចធ្វើតាមបានគឺអត់អស់អីប្រហែលទេអានេះកែងមួយប្រហែល1000 NTU
ហើយវាអត់ចូលទឹកចូលដីអីទេដោយសារតែខ្ញុំដាក់ជួកដាក់អីទៅវាចូលប៉ុន្តែនេះខ្ញុំធ្វើខ្លួនឯងទេកាលណាវាប្រឆេះពេលព្រឹកអីវារៀងស្ទះខ្ញុំបិទចេះបន្តិចហើយចង់កុំឲ្យចូលទឹកខ្ញុំបិទយកតែម្ដងលាងទឹកអីវាអត់ចូលទេហើយដល់ពេលយើងជីរៀងក្តៅម៉ាស៊ីនយើងបើកអស់ញ៉ាំមកហើយដល់ពេលមូលបិទឲ្យជិតអស់ឬដូចម៉ូតូកាត់ម៉ាស៊ីនអញ្ចឹងគឺវាអត់ទៅមុខអត់អីទាំងអស់នឹងសម្រាប់ម៉ូតូចាស់ហើយសម្រាប់អ្នកចង់ឲ្យវាដើរវាដើរល្អដើម្បីឲ្យវាលះម៉ាស៊ីនល្អគឺវាខ្ញុំអាចអ្នកនរគ្នាអាចធ្វើតាមខ្ញុំយ៉ាងបាននេះកែង1កែង2កែង3ហើយខាងក្នុងនេះមានតាយោមួយហើយដាក់មករឹតវាភ្ជាប់មកអែមហើយកម្លាំងម៉ូតូគឺវាលះល្អមែនទែនវាយើងសេរីកន្លែងនេះបានណាបាទយើងសេរីកន្លែងហ្នឹងបានបាទអញ្ចឹងអ្នកនរគ្នាចាំមើលខ្ញុំយកនោះស្ងួតគឺខ្ញុំយកមកដាក់នេះដើម្បីបង្ហាញចែកជូនទៅដល់អ្នកនរគ្នាមើលហើយកន្លែងម៉ូតូខ្ញុំគឺប៉ុណ្ណឹងអ្នកនរគ្នាអាចធ្វើតាមបានសម្រាប់ម៉ូតូរៀងស្ទះស្ទះអីដោះចោលមកធ្វើដូចខ្ញុំអញ្ចឹងមកបើអត់ចង់ធ្វើទេក៏អត់អីដែរហើយឥឡូវចាំមើលខ្ញុំយកនោះមកដាក់ណានេះបាទពុកម៉ែបងប្អូនទាំងអស់គ្នាហើយឥឡូវគឺខ្ញុំបានបិទហើយអីហើយស្អាតហើយឥឡូវគឺខ្ញុំមកដល់វាលដើម្បីថតឲ្យអ្នកនរគ្នាបានទស្សនាហើយបានឃើញទេសភាពស្អាតហ្នឹងខៀវខ្ចីតែម្ដងបាទហើយបាទនេះហើយខ្ញុំធ្វើនេះគឺអត់មានបានអស់លុយអស់អីច្រើនប្រហែលទេហើយសម្រាប់នេះគឺយើងអាចហៅថាយើងកែដោយសារតែខ្ញុំកែស្ទះខ្ញុំដោះចេញបន្ទាប់មកដកឆ្នុកវាចេញហើយខ្ញុំយកនេះដាក់ហើយហ្នឹងគឺមិនមែនដាក់ទៅអត់ប្រយោជន៍ណាអ្នកនរគ្នាបាទវាអាចធ្វើឲ្យម៉ូតូយើងវាកម្លាំងវាមកលឿនជាងមុនវាអាចរត់កប់ជាងមុនប៉ុន្តែមិនមែនរត់ដល់140ជាងអីទេគឺនៅតែដដែលទេគ្រាន់ថាយើងដឹងហើយយើងជិះយូរៗវាអាចធ្វើឲ្យម៉ូតូយើងស្ពឹកទេណាតែពេលយើងកែអញ្ចឹងទៅគឺវាអាចរត់ស្រួលវិញបាទហើយគឺស្អាតដែរគឺខ្ញុំបាញ់ថ្នាំហើយសម្រាប់កាវគឺខ្ញុំបិទកាវទៅយោប៉ុន្តែបើអ្នកនរគ្នាបិទកុំបិទវាច្រើនពេកយើងដាក់តែមួយទីទៅដាក់វាផ្អឹបទៅចោលទៅគឺវាជាប់ហើយបាទហើយបើអ្នកនរគ្នាអត់មានចផ្លេដូចរបស់ខ្ញុំទេអ្នកនរគ្នាអាចរកពូចផ្លេកូនក្មេងផ្លុំលេងប៉ៃកូនក្មេងផ្លុំលេងរៀងប្រវែងហ្នឹងពីក្រហមហ្នឹងបន្ទាប់មកយើងកាត់វាឲ្យស្មើប៉ុណ្ណឹងដាក់វាមកគឺអាចបានហើយអ្នកនរគ្នាចង់ដឹងថាវាដាក់ទៅវាមិនអ្នកនរគ្នាអាចសាកបានបាទហើយសលេងគឺវាលឺព្រោះមិនលឺធ្ងន់វាមិនមែនលឺខ្លាំងទេវាលឺរៀងធ្ងន់ប៉ុន្តែវាប្រហាក់ប្រហែលនឹងសំម៉ាំងដែរទេឥឡូវខ្ញុំប្រឆេះអ្នកនរគ្នាស្ដាប់ហើយនឹងមូ X ខ្ញុំទៀតឥឡូវខ្ញុំជិះពាក់តាណាបាទអ្នកនរគ្នាហើយតែប៉ុណ្ណឹងទេអ្នកនរគ្នាមានចម្ងល់អីកុំភ្លេច comment នៅខាងក្រោមបាទចង់ធ្វើអញ្ចឹង comment មកហើយបើមានចម្ងល់អីចាំខ្ញុំមកធ្វើវីដេអូបន្ថែមទៀតអញ្ចឹងខ្ញុំអរគុណមែនទែនបាទសម្រាប់ការទស្សនាវីដេអូមួយហ្នឹងហើយមានកំហុសខុសឆ្គងសូមពុកម៉ែបងប្អូនអធិស្ឋានផងហើយនៅក្នុង page កុំភ្លេចជួយ share ឬក៏ like ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីអរគុណច្រើនហើយចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ